ផ្នែកទី1ស្ថានភាពបច្ចុប្បន្ននិងអនាគតភាពខុសគ្នារវាងស្ថានភាពបច្ចុប្បន្ននិងអនាគតគឺមិនមែនគ្រាន់តែជាការបំពេញភាពខ្វះចន្លោះនៅក្នុងការទទួលបានសេវានោះទេភាពខុសគ្នានេះក៏និយាយអំពីការកំណត់គោលដៅនៃកម្រិតសេវាតាក់ទងនឹងភាគរយនៃចំនួនប្រជាជននិងទីតាំងដែលអាចទទួលបានកម្រិតសេវាជាក់លាក់នៅការបរិច្ឆេទច្បាស់លាស់ណាមួយការបង្ហាញពីគោលដៅតាក់ទងនឹងកម្រិតនៃសេវាជាជាងគោលដៅដែលតាក់ទងនឹងចំនួនប្រជាជនដែលអាចទទួលបានសេវាមានន័យថាការផ្ដោតសំខាន់លើការផ្ដល់សេវាប្រកបដោយនិរន្តរភាពការពិចារណាមួយចំនួនមានធាតុផ្សំសំខាន់ផ្សេងទៀតដែលត្រូវបានរួមបញ្ចូលក្នុងផែនការវិនិយោគទឹកស្អាតការសម្អាតនិងអនាម័យជនបទព័ត៌មានលម្អិតអំពីភូមិសាស្ត្រនិងប្រជាសាស្ត្រក្នុងស្រុកយុទ្ធសាស្ត្រដែលអាចអនុវត្តតបានដើម្បីសម្រេចបាននូវចក្ខុវិស័យនិងវិធីសាស្ត្រដែលត្រូវប្រើដើម្បីត្រួតពិនិត្យវឌ្ឍនភាពរបស់ផែនការលក្ខណៈសំខាន់មួយទៀតនៃផែនការវិនិយោគគឺរយៈពេលផែនការវិនិយោគមានរយៈពេលច្រើនឆ្នាំហើយព្យាយាមបញ្ជាក់ពីវិធីសាស្ត្រដើម្បីសម្រេចបាននូវចក្ខុវិស័យរយៈពេលមធ្យមឬរយៈពេលវែងនិងវិធីសាស្ត្រដើម្បីសម្រេចបានទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុសង្ខេបខ្លឹមសារនៃផែនការវិនិយោគគឺការកំណត់ចក្ខុវិស័យច្បាស់លាស់ការយល់ដឹងអំពីស្ថានភាពបច្ចុប្បន្ននៃកិច្ចការនានាការវិភាគពីការចំណាយនិងធនធានដែលត្រូវការដើម្បីចាកចេញពីស្ថានភាពបច្ចុប្បន្នទៅកាន់ចក្ខុវិស័យនិងគោលដៅនាពេលអនាគតរបៀបកំណត់អាទិភាពការងារទៅតាមពេលវេលាការរៀបចំផែនការវិនិយោគគឺជាភារកិច្ចដ៏សំខាន់សម្រាប់ស្រុកពួកគេត្រូវរៀបចំវាដើម្បីបង្ហាញពីចក្ខុវិស័យរបស់ខ្លួននិងការកៀងគរអ្នកពាក់ព័ន្ធគ្រប់កម្រិតទាំងអស់ឲ្យចូលរួមដើម្បីសម្រេចបានការងារនេះ